វិធានផ្សេងទៀតយើងត្រូវមានវិធានផ្សេងទៀតដើម្បីទៅកណនាវាតោះអញ្ចឹងចូលលេខ2មានទី2ចំណុចទី2មិនមានទី2សំទោស limit បាទ limit រៀងមិនកំណត់តោះពីម្សិលមិញខ្ញុំបាននាំអ្នកទាំងអស់គ្នាទៅស្គាល់ limit រៀងកំណត់ដែលខ្ញុំឲ្យពីម្សិលមិញហ្នឹងមាន13រៀងអ្នកណាចាំបានទេរៀងកំណត់មានអីគេឃើញដែលខ្ញុំផ្ញើឲ្យណាមានចំនួន13រៀងឡើយហៅឈ្មោះឲ្យឆ្លើយសិនគឹមឈួងរៀងកំណត់ពីម្សិលមិញមានយ៉ាងម៉េចខ្លះទៅមានរៀងយ៉ាងម៉េចខ្លះរូបមន្តហ្នឹងមែនបាទដែលគ្រូទៅសេឲ្យហ្នឹងមានអល់មានអីហ្នឹងចាលោកបូកអាណនស្មើនឹងបូកអាណនបូកដកអាណនស្មើនឹងដកអាណនបូកអាណនបូកអាណនស្មើនឹងបូកអាណនដកអាណនបូកដកអាណនស្មើដកអាណនគុណបូកដកអាណនស្មើបូកដកអាណនគុណបូកដកអាណនស្មើដកបូកអាណនហើយបូកអាណនគុណបូកអាណនស្មើបូកអាណនដកអាណនគុណដកអាណនស្មើបូកអាណនបូកអាណនគុណដកអាណនស្មើដកអាណនចែកនឹងបូកដកអាណនស្មើនឹង0ចែកស្មើនឹង0អាណនចែកស្មើនឹងអាណនហើយចែក0ស្មើនឹងអាណនអញ្ចឹងសរុបមានប៉ុន្មានទៅ13មាន13អញ្ចឹងហ៎អូខេចុះឥឡូវយើងកំពុងតែនិយាយអំពីរៀងមិនកំណត់ចំរៀងមិនកំណត់មានរៀងយ៉ាងម៉េចខ្លះណែអ្នកណាដឹងខ្លះតែប៉ុន្តែគួរតែដឹងរៀនដល់ limit គួរទៅលួច research បានបណ្ដើមកអ្នកណាអាចឆ្លើយប្រាប់លោកគ្រូបានរៀងមិនកំណត់រៀង0លើ0អាណនលើអាណនជាដើមលោកគ្រូ0លើ0អាណនលើអាណនមានអីទៀតទេ1សេគុណ1ស្វ័យគុណអាណនបូកអាណនដកបូកអាណនដកអាណនអីទៀតបូកមានទៀតទេមានអាណនលើ0ណាលោកគ្រូអាណនលើ0បាទដាក់សិនមកអីទៀតឆ្លើយអស់សិនមកបាទគ្រូអត់តថាខុសឬត្រូវទេអាណនគុណ0បាទអាណនគុណនឹង0អីទៀតមកអស់នៅ0ស្វ័យគុណ0ស្វ័យគុណអាណនបានទេ0ស្វ័យគុណអាណនបានណាអាណនស្វ័យគុណ0បាទ0ស្វ័យគុណ0អូខេតាអានេះគ្រាន់តែជាការនាំគ្នាយើងឲ្យចាប់អារម្មណ៍តិចស្ដែង limit រៀងមិនកំណត់មាន7 limit រៀងមិនកំណត់ដែលគេសិក្សាបាទមានដូចជាទី1លើមិនដាក់1ដាក់យកបណ្ដោយ0លើ0អាហ្នឹងគឺពេញនិយមជាងគេពេលប្រឡងត្រូវចង់ជួបរាល់ឆ្នាំមិនដែលបាត់ទេមួយទៀតអាណនលើអាណនក៏ពេញនិយមដែរមួយទៀតបាទបូកអាណនដកអាណនក៏ពេញនិយមដែរមួយទៀតគឺ0គុណអាណនបាទ1ស្វ័យគុណអាណនបាទ0ស្វ័យគុណ0
និងអនន្តស្វ័យគុណ0បាទនេះហើយគឺជារៀងមិនកំណត់ទាំងអស់ដែលយើងនឹងសិក្សាទាក់ទងទៅនឹង limit នេះឥឡូវរាប់មកមានប្រមាណរៀងរាប់មកមានប្រមាណរៀង ឡូ 6 ឆ្ រៀ លា ង ត លោក មានតែ6ហ៎ បាទលោក រាប់ម្ដងទៀតមើលម្ដងទៀត6ឬប្រមាណ 7គ្រូ7 បាទ7រាប់ខ្វះមួយបាត់បោះគ្រូខំសរសេរ7អូខេអញ្ចឹងទី1យើងនឹងរៀនមុនគេបំផុតគឺ limit រៀង0លើ0គូដាក់ក limit រៀងមិនកំណត់បាទ0លើ0ឥឡូវកប់តាមគ្រូសិនមកដោយសារតើបានផ្ញើឯកសារឲ្យឧបមាថាគេមាន limit មួយបាទឧបមាថាគេមាន limit មួយគឺ limit x ស្ថិតជិតចំនួន a1 នៃ fx លើ z នៃ x បាទវាជាប្រភេទអនុគមទម្រង់ជាប្រភេទចឹងណាបើសិនណាជា f នៃ x សំទោសមិន f នៃ x ទេយើងជួស a ចូលទៅនៅក្នុង f ទៅវាចេញ0និងយើងជួស c ណាជួសតម្លៃ a ក្នុង c ទៅវាចេញ0ដូចគ្នានៅពេលដែលនៅភាគយកយើងជួសទៅឃើញ0ភាគបែងយើងជួសទៅឃើញ0នោះគេថា limit ហ្នឹងមានរៀងមិនកំណត់0លើ0ហើយអញ្ចឹងបើតទៅជួសនៅភាគយកទៅឃើញ0ជួសលេខនៅភាគបែងទៅឃើញ0អានោះបានគេថាវាមានរៀងមិនកំណត់0លើ0បាទអញ្ចឹងដើម្បីដោះស្រាយបាទដើម្បីដោះស្រាយវាក្នុងករណីនេះបាទក្នុងករណីនេះដើម្បីគណនានិមិត្តក្នុងករណីនេះដើម្បីគណនា limit គេត្រូវដាក់ភាគយកនិងភាគបែងជាផលគុណកត្តាគេត្រូវដាក់ភាគយកនិងភាគបែងបាទជាផលគុណកត្តាដាក់ជាផលគុណកត្តាហ្នឹងដាក់យ៉ាងម៉េចអាហ្នឹងគេមានក្បួនរបស់គេទៀតណាប៉ុន្តែដឹងថាដាក់ជាផលគុណកត្តាដោយមានកត្តាមួយគឺកត្តា x ដក a ដែលយើងត្រូវសម្រួលកត្តា x ដក a ហ្នឹងជាកត្តារួមណាបាទពេលដែលដាក់ភាគយកនិងភាគបែងគេត្រូវសម្រួលកត្តារួមនឹងចោលគេត្រូវសម្រួលកត្តារួមបាទ
សម្រួលកតារួមចោលហើយបានគេទៅគណនា limit នៃកន្សោមថ្មីដែលនៅសល់មកគួរតែកត់ហើយណាពួកអីគូទៅសេយឺតដែរមកកត់ហើយដែរនេះយើង ហើយលោកគ្រូ ដែរអានេះគឺនិយាយពី limit រៀង0លើ0អាមិនទៅរៀង0លើ0វាតលតែ limit ហ្នឹងមានរៀងជា fx លើ zx fx គឺជាអនុគម1 zx គឺជាអនុគម1បើសិនជា x ខិតចិត្ត a យក a ទៅជួសនៅភាគយក a ទៅជួសនៅភាគបែងទៅជាប់តែឃើញភាគយកក៏0ភាគបែងក៏0អញ្ចឹងករណីនេះគេឲ្យឈ្មោះ limit នឹងថាជា limit រៀង0លើ0ហើយបើសិនជារៀង0លើ0ដើម្បីគណនាគឺគេត្រូវដាក់ភាគយកនិងភាគបែងជាផលគុណកតាសិនណាដែលផលគុណកតាហ្នឹងគឺ x ដក a ទាំងនៅភាគយកនិងនៅភាគបែងបន្ទាប់មកគេសម្រួលកតារួមចោលហើយទៅគេគណនា limit នៃកន្សោមថ្មីបាទគូដាក់ឧទាហរណ៍កត់ឲ្យអ្នកគ្នាទៅកន្លែងវិធានមិញ ហើយលោកគ្រូ អរគុណចូលគណនា limit ខាងក្រោមតើលោកគ្រូឧទាហរណ៍ L1 L ហ្នឹងគឺមកពីពាក្យថា limit លោកគ្រូមាន limit x ខិតជិត2 x ការ៉េដក4លើ x ដក2ករណីនេះដើម្បីគណនា limit គេត្រូវសាកល្បងជួសតម្លៃ x របស់យើងចូលសិនសាកល្បងជួសទៅ x របស់យើង2ណា x របស់យើងខិតជិត2អញ្ចឹងនៅភាគយកយើងមាន2ការ៉េដក4នៅភាគបែងយើងមាន2ដក2បាទ2ការ៉េ4 4ដក4អានេះ0បាទភាគយកឃើញ0ភាគបែងឃើញ0នៅពេលដែលជួសទៅវាចៃដន្យឃើញ0លើ0អញ្ចឹងយើងប្រាប់គេមកថា limit នេះមានរៀងបាទមិនកំណត់0លើ0ករណីមានរៀងមិនកំណត់0លើ0បែបនេះអត់អាចជួសលេខចេញចម្លើយដូចម្សិលមិញទេគេត្រូវដាក់ភាគយកនិងភាគបែងជាផលគុណកតារួចសម្រួលកតារួមចោលហើយកតារួមដែលត្រូវសម្រួលហ្នឹងត្រូវតែ x ដក2ឬក៏លើសពីហ្នឹងក៏បានដែរឲ្យតែអាចសម្រួលបានចឹងដោយកន្លែងនេះអញ្ចឹងលោកគ្រូមាន limit x ខិតជិត2ហ្នឹង x ការ៉េដក4 x ការ៉េណា x ការ៉េទៅតែ4គូអាចសេទៅជា2ការ៉េបានទេនេះយើងបានទេបាទបាន បន្តមកទៀតយើងអនុវត្តរូបមន្ត a ការ៉េដក b ការ៉េបាទ a ការ៉េដក b ការ៉េបាទបន្ទាប់មកយើងតិចបាទ a ដក b ចឹង x ដក2កតា x បូក2នៅភាគបែករបស់យើង x ដក2បាទនេះយើងឃើញមាននៅភាគយក x ដក2នៅភាគបែក x ដក2គេសម្រួលកតារួមចោលសម្រួលហ្នឹងមិនបាច់ឆូតដូចគ្រូចឹងទេគាត់តែឆូតឲ្យដឹងថាកន្លែងហ្នឹងគឺសម្រួលចឹងនៅសល់អីនៅសល់តែ x បូក2នេះកន្សោមថ្មីបានប៉ុណ្្នឹងហើយជួសលេខ2ចូលកន្លែងណាមាន x ដាក់លេខ2ចូលឆាច់2ឥឡូវលេខ2នៅដដែល2បូក2បាន4ចំណាំពេលគណនា limit មុននឹងជួសលេខបងអូនត្រូវប្រកាសថាបងអូនបានសម្រួលវាសិននេះទៅសេអាកន្សោមថ្មីមកសិនចាំជួសលេខអត់មានគ្រាន់តែសេតែប៉ុណ្្នេះហើយដឹងខ្លួនហើយអានឹងសម្រួលឲ្យជួសលេខយកហ្មងអត់ទេបើគ្រូជើងចាស់ទៀតគឺឲ្យបន្ទុក0បណ្ដោយបើគ្រូថ្មីដោយសារគាត់ត្រឡប់កាត់អញ្ចឹងដែរគាត់អាចឲ្យបន្ទុកហើយយើងជឿអត់ទៅបាទខ្ញុំគាត់ជម្រាបឲ្យដឹងកន្លែងហ្នឹងណាព្រោះថ្ងៃមានខ្លះគាត់
សម្រួលទេគាត់ឃើញអញ្ចឹងហើយគាត់ជួសលេខយកមកតោះរួចមួយតោះកន្លែងនេះតនេះគឺយើង Toàn lục easy មែនទេអត់បាក់ផងអឺ easy ដោយសារអីវាយើងមើលរូបមន្តមែនទេមើលរូបមន្ត x ការ៉េ14អាចអនុវត្តរូបមន្តបានហ្នឹងអញ្ចឹងគោលដៅគឺធ្វើម៉េចអាចសម្រួលកត្តារួម x ដក2បានខ្ញុំទៅមួយទៀតដល់2ខ្ញុំដាក់ limit x ខិតជិត3 27ដក x គីបលើ x ការ៉េដក9តោះនេះយើងសាកល្បងជួសលេខសិនសាកល្បងជួសលេខសិនគីឡូវារៀងកំណត់បាទ27នឹងឯង3គីបបាន27ដែរ3ការ៉េ9 9ដក9ភាគយកឃើញ0ភាគបែងឃើញ0ពេលជួសទៅឃើញ0យើងប្រាប់គេមកថា limit នេះរៀងមិនកំណត់0លើ0ពេលរៀងមិនកំណត់0លើ0អញ្ចឹងដូចនិយាយគ្នាមិញអញ្ចឹងគឺត្រូវធ្វើយ៉ាងណាទាញកត្តារួមមួយសិនមកដោយសារតែ x របស់យើងខិតជិត3កត្តាដែលត្រូវសម្រួលគឺ x ដក3អញ្ចឹងហី x ខិតជិត3កត្តាត្រូវសម្រួលគឺ x ដក3បើ x ខិតជិតដក3កត្តាត្រូវសម្រួលគឺ x បូក3វិញចំគ្រូមើលមិនអញ្ចឹងយើងចាត់ទុកដូចអញ្ចេះតើនេះ x ខិតជិត3យើងចាត់ទុកថាយើងបោះ3មកនេះមកកត្តាត្រូវសម្រួលគឺ x ដក3បើ x ខិតជិតដក3វិញយើងចាត់ទុកថាយើងបោះ3មកនេះមក x បូក3វិញអូខេតោះអញ្ចឹងកន្លែងនេះ limit x ខិតជិត3ទេយើងចង់បាន x ដក3ជាកត្តាគ្រូចង់ចាប់ទាញសញ្ញាដកជាកត្តាមកកន្លែងនេះចាប់ទាញសញ្ញាដកជាកត្តាមកបាន x គីប27គូសរសេរទៅជា3គីបលើ x ការ៉េដក3ការ៉េហ្នឹងណាសញ្ញាដកបងអូនណាសញ្ញាដកយើងអាចទាញមកមុខបានណាកុំអោយញញយើងអាចទាញមកមុខខាងមុខចេះមក limit x ខិតជិត3ចេះមកយើងប្រើរូបមន្ត a គីបដក b គីប a គីបដក b គីបបានអី a ដក b អញ្ចឹងហីអញ្ចឹង x ដក3កតា a ការ៉េ x ការ៉េបូកជាមួយ ab អញ្ចឹង 3x បូកជាមួយ b ការ៉េ3ការ៉េ9អានេះ a ការ៉េដក b ការ៉េអញ្ចឹងបាន x ដក3កតា x បូក3មក x ដក3ដូចគ្នាសម្រួលចោលពេលដែលសម្រួលចោលសរសេរអាកតាដែលយើងសម្រួលហើយនឹងសិនមកសំទោសនិយាយខុសសរសេរកន្សោមដែលយើងសម្រួលរួចនឹងមកសិនមកចាំជួសលេខអញ្ចឹងភាគយកនៅសល់ x ការ៉េបូក 3x បូក9ចំណែកឯភាគបែងនៅសល់ x បូក3បាទសញ្ញាដកនៅតែដកដដែល3ការ៉េ9 3គុណនឹង3 9អនុ9បាទ3បូក3មកឆ្លើយមួយគ្រូមកឃើញមែន ឃើញដក9លើ2បាទអានេះយើងបាន3គុណនឹង9អានេះ2គុណជាមួយ3 3ឆាច់មកដក9លើ2ឆ្លើយចុងក្រោយតិចមកមិនចង់សរសេរ limit មកវិញទាំងដកក៏បានដែរបើថាគេមានតាំង L2 អញ្ចឹងតាំងទៅ L2 មកដូចនេះ L2 ស្មើដក9លើ2ចប់តោះមើលសិនមកបានមួយនាក់នេះអរគុណខ្លាំងណាស់ដែលមកបាន6នាក់តោះមានអីសួរទេកន្លែងនេះ
មានទេលោកគ្រូ បាទខ្ញុំជួងមានអីសួរទេ អីលោក អូខេអូខេណាតែទៀតចឹងខ្ញុំទៅមួយទៀត limit x ខាត់ចិត្ត1 x គីបបូក 6x ការ៉េដក 7x លើ x ស្វ័យគុណ4បាទដក 3x បូក2បាទអានេះយើងច្រើនជាងមុនបន្តិចជួយគិតគ្រូតិចមកជួយគិតគ្រូតិចមកណាជួសលេខមើលសិនមកតើរៀងកំណត់ឬរៀងមិនកំណត់ឆ្លើយតិចមើលតើរៀងកំណត់ឬរៀងមិនកំណត់ជួសសិនមកគ្រូថារៀងមិនកំណត់0 លើ 0ផ្ទៀងផ្ទាត់មើលតើរៀងមិនកំណត់0 លើ 0មែនដែរទេ មែនលោក បាទទេអានេះដូចអត់ចូលរូបមន្តបាញ់ទេមែនទេនេះយើងអត់មានចូលរូបមន្តដល់អា2ខាងលើទេអញ្ចឹងធ្វើមិនខ្មិច ចាប់ x ដក1ជាកតា បាទ មួយជាតិ គោលដៅដឹងតែចាប់ x ដក1ជាកតាមែនអត់ដោយសារ x ខិតចិត្ត1អញ្ចឹងនៅភាគយកយើងចាប់ x ដក1ជាកតានៅភាគបែងក៏ត្រូវចាប់ x ដក1ជាកតាដែរប៉ុន្តែកន្ទុយក្រោយនៅសល់អីនេះគឺជាបញ្ហាឥឡូវអញ្ចេះកុំតន់ចាប់ x ដក1ជាកតាតែម្ដងនៅភាគយករបស់យើងឃើញមាននៅកន្លែងនេះមាន x គីបកន្លែងនេះមាន x ការ៉េកន្លែងនេះមាន x អញ្ចឹងណាយើងអាចចាប់ទាញ x មកតង់សិនពេលគ្រូចាប់ទាញ x មកតង់សិនទៅវានៅសល់ x ការ៉េបូក 6x ដក 7ហើយអានេះគ្រូសេមកវិញសិនមក x ស្វ័យគុណ4ដក 3x បូក2បាទពេលចាប់បានមកតង់ហើយបានគ្រូគិតរឿងចាប់ទាញ x ដក1ជាកតាមកតង់ទៀតបាទx នៅដដែលគោលដៅយើងនឹងចាប់ទាញ x ដក1ជាកតា 2x ការ៉េបូក 6x បូកដក 7ដោយសារយើងដឹងថាទាញ x ដក1ជាកតាទាញ x ដក1ទុកឲ្យហើយមកដើម្បីងាយស្រួលនឹងរហ័សគឺគេប្រើវិធីមួយឈ្មោះថាវិធីចែកស៊ីនេតិកណាវិធីមួយឈ្មោះថាវិធីចែកស៊ីនេតិកចែកយ៉ាងម៉េចគេមើលពហុធាគេមើលពហុធាហើយគេស្រង់មេគុណរបស់ពហុធានោះតាមលំដាប់ចុះនៃ degree ឧទាហរណ៍ពហុធារបស់យើងដែលយើងចាប់ទាញជាកតានេះគឺពហុធា degree ទី2មេគុណរបស់ x ការ៉េគឺលេខ1អញ្ចឹងគេស្រង់តែមេគុណទេមេគុណរបស់ x ណា degree ទី1គឺលេខ6ក៏គេស្រង់តែមេគុណដែរបន្តមកទៀតចុងក្រោយគេគឺដក 7អូខេហើយគេចែកស៊ីនេតិកជាមួយនឹងលេខ1ហេតុអីបានចែកនឹង1ព្រោះ x របស់យើងខិតចិត្ត1អញ្ចឹងចែកនឹង1 x ខិតចិត្តប្រមាណចែកនឹងប៉ុណ្ណឹងមួយនេះទម្លាក់អាទឹកក្បាលដំបូងគេនេះយើងទម្លាក់ចុះណាហើយយើងយកមួយនេះមកគុណមួយម្ដងមួយយើងដាក់នៅទីនេះអាហ្នឹងគឺបូកវាបញ្ចូលគ្នាណាបូកបញ្ចូលគ្នា6បូក1បាន5 7ហើយគុណទៀត1 7ដង 7ហើយយើងបូកវាបញ្ចូលគ្នាដក2បូក2កតុយក្រោយ0អញ្ចឹងបើយើងចែកស៊ីនេតិកកតុយក្រោយ0អាហ្នឹងគឺត្រឹមត្រូវអញ្ចឹងណាតោះណាមកទៅលោកអ
chồng hay chứ à mùi bơ này là tập hợp dân trai bán này mùi bơ nó cứ ấy Ít bụng bao. bà ở cồn dân tại chăm tha là bao để dân muốn trái nhé hụ thiên này muốn trái được cái tí pí pe để dân trái thái cứ bị cho mùi được gray cho mùi được gray cứ nó sao được cái tí mùi chẳng mê con mùi ní cứ mùi ít phẩm pơ ní cứ lấy cái túi trong khói bộ phẩm pơ chẳng lại ní cứ sẽ bán thì chỉ ít bộ phẩm pơ sao ní toán cái lại nè តោះលោកគ្រូ tới mùi tiền nói phía bán có dân chạy chẳng đôi kia đây sao ít khát chật muối chạy từng mùi ôn sang mê côn rồi bóp hụ thì nắng tam lùm đặt cho này được gray chẳng mạch được cái tí buôn mê côn bảo biết cứ lệch mùi đặt cho nó nè mà được cái tí buôn to được cái tí buôn cứ được cái tí bay được cái tí bay ọt miên tê chẳng bọt miên sồn và to được cái tí bay cứ được cái tí pi có ọt khơi miên đai này lại này sồn và to được cái tí pi cứ được cái tí mùi nè x này được cái tí mùi nè mẹ con bảo biết đọ bảy sang từng đọ mà phỏ nó và to mà tiết được cái tí sồn cứ lệch pi bà đôi môn đá lệch mùi này tầm lẹ chó anh ấy cồn mùi mà đó muối bột vì bị châu khía bán mùi cồn tiệt mùi mà đó muối bột vì bị châu khía bán mùi bà mùi mà đó mùi bột vì bị châu khía khơi mán này vậy nè bột ở đây bị châu khía Pi là rồi. khơi mán ដកពី Độ đó pi. bà đọ pì hay cồn tiệt mùi cồn cho mùi đọ pì bàn đọ pì áo tay cái tuy khối khơi sâu là nắng trâu rồi vậy đó cái tuy khối khơi sâu cứ thở rồi lấy dân mở muốn dân trai mình phụ thiê bao giờ được cái tí buồn nếu muốn để dân trai mình phụ thiê bao giờ được cái tí buồn chẳng về trai thái cứ vì cho mà được cái anh ấy muối x phải con bảy bao giờ nhà bốc bốc mà x phải con pí x cái tuy khối đọ pí vậy đó nè vô tầm mê con mà đại mà chẳng cái này dân tên ban x đọ mùi chia cả tá nơi sau cái tuy khối x kép bốc chỉ mùi x cái bốc chỉ mùi x đọ pí banប៉ុណ្្នឹងហើយចាប់ផ្ដើមមើលកត្តាដូចគ្នាសម្រួលចោលឆាច់សរសេរមកវិញសិនបើសរសេរមកវិញសិនយើងមាន x កត្តា x បូក7បាទ x គីបបូក x ការ៉េបូក x ដក2ជួលេខមកនេះយើង1កត្តា1បូក7លើ1បូក1បូក1ដក2មកគិតលេខឲ្យគ្រូ ចម្លើយ 8. ចម្លើយឃើញ8ដូចនេះ L3 របស់យើងគឺស្មើនឹង5 8តោះមានអីសួរទេនេះយើងតោះមានទេអេងអៀងមានទេបាទ មាន មកសួរមក អត់មានទេលោក មិនមានចឹងកំប៉ះគ្រប់យ៉ាងមកពីលោកគ្រូស្ដាប់អត់បាន ទេម៉ៃទៅលោក អូខេតោះទៅមួយទៀតសិនសាកល្បងមួយទៀតសិនកុំតាន់គូលំហាត់ L4 L4 ហ្នឹងមិនថាជា L4
លោកគ្រូមាន limit x ខិតជិតដក2 x ស្វ័យគុណ3បូក8បូកជាមួយ4កតា x បូក2អក្សរគ្រូឥឡូវធំហ្នឹងលើ x ការ៉េដក4បើជួសមើលសិនរៀងកំណត់ឬរៀងមិនកំណត់ជួសមើលសិននេះយើងមកគ្រូថារៀងមិនកំណត់ប៉ុន្តែគ្នាយើងច្បាស់ខ្លួនឯងផងណាថាមែនអត់នេះធ្វើម៉េចចង់ចែកស៊ីនេតិកមិញក៏បានអានេះប៉ុន្តែបើមើលទៅដូចចូលរូបមន្តដែលយើងអាចប្រើបានមែនទេដូច x គីបបូក8អញ្ចឹង8ហ្នឹងយើងអាចសរសេរជា2គីបមែនទេ8 x គីបបូកជាមួយនឹង2គីបអញ្ចឹងវាចូលរូបមន្ត a គីបបូក b គីបវាស្មើជាមួយនឹង a បូក b កតា a ការ៉េដក ab បូក b ការ៉េអញ្ចឹងអីខ្សែគូតិចមើលអញ្ចឹងកន្លែងនេះយើងអាចធ្វើជា x បូក2កតា x ការ៉េដក 2x បូក4អូខេអញ្ចឹងកន្លែងនេះគូអាចធ្វើជា x បូក2កតា x ការ៉េដក 2x បូក4បាទបន្តមកទៀតអាលេខ 4x បូក2ហ្នឹងគូដាក់មកវិញសិនហើយយើងបាន x ដក2កតា x បូក2តោះបន្តមកទៀតធ្វើមកទៀតទៅនេះយើងធ្វើមកទៀតចាប់ x ដក2ជាកតា បាទយើងមាន x ដក2ជាកតាអញ្ចឹងហ៎ចាប់ពី x ដក2ជាកតា x បូក2ឬបូក2បូក2ណាបាទអញ្ចឹងនៅសល់ x ការ៉េដក 2x បូក4ណាកតុយក្រោយនោះ4ទៀតអានេះយើងបាន x បូក2យកដាក់ខាងមុខមកដើម្បីស្រួលមើលហើយ x ដក2ទៅក្រោយវិញមកស្រួល x បូក2ដូចគ្នាកតាដូចគ្នា x បូក2ហ្នឹងស្រួលអស់លីងអញ្ចឹងយើងបាន x limit x ដក2នៅភាគយករបស់យើង x ការ៉េដក 2x បូក8លើ x ដក2ជួដក2ចូលដក2លើកជាការ៉េបាន4នេះដក2គុណជាមួយដក2បាន4នេះ8ហើយដក2ហើយដក2ទៀតនៅភាគយក8 2ដង16លើដក4ចម្លើយឃើញមកហើយដក4បាទចម្លើយឃើញដក4ចប់បាទអត់ពិបាកសោះមែនទេដូចនេះលំហាត់ L4 របស់យើងចម្លើយឃើញដក4តោះមានអីពិបាកទេនេះយើងកន្លែងនេះលោកគ្រូអាច16លើ14ស្មើ14ណាលោកគ្រូស្រួលដែរ16ចែក4មកចែកដាច់ចាអូខេចែកដាច់ហ្នឹងអូខេអត់ប្របាក់សោះឡើយពូមើលលំហាត់ណាមួយឲ្យខ្ជូតជាងនឹងតិចអូខេតោះឥឡូវទៅមួយទៀត
អត់ limit សម្បូរនៅក្នុងទី12យើងអ5នេះ x limit x ខាត់ជិត1 x ស្វ័យគុណ6ដក x ស្វ័យគុណ3បូក x ស្វ័យគុណ5ដក1 x ដក 2x ការ៉េបូក1ឆ្លើយមួយលោកគ្រូសិនលំហាត់នេះរៀងកំណត់ឬរៀងមិនកំណត់ពិនិត្យមើលសិនបាទរៀងមិនកំណត់អីគេ0 លើ 0 បាទរៀងមិនកំណត់0លើ0ទេគួរធ្វើម៉េចនេះបើចង់ចែកស៊ីនេតិកបើចង់ចែកស៊ីនេតិកវាតតែយើងតម្រៀប degree របស់ភូធាហ្នឹងឲ្យត្រូវសិនអត់មានចេះចែកទៅផ្ដេសផ្ដាស់ទេតម្រៀប degree របស់វាឲ្យត្រូវសិនដូចកន្លែងនេះអញ្ចឹងយើងមាន x ស្វ័យគុណ6ហើយ x ស្វ័យគុណ3អញ្ចឹងវាអត់ត្រូវទេបើតប x ស្វ័យគុណ6វាគួរតែ x ស្វ័យគុណ5អញ្ចឹងតម្រៀបវាឲ្យត្រូវមកបន្តមកទៀត x ស្វ័យគុណ4អត់មានដាក់ x ស្វ័យគុណ3បន្តមកទៀតដាក់លេខដក1នេះបើករណីយើងចង់ចែកស៊ីនេតិកនេះដូចគ្នាបើចង់ចែកតម្រៀបវាឲ្យត្រូវដក 2x ការ៉េបូក x ហើយបានបូក1អូខេទេ x កាត់ចិត្ត1កតាត្រូវសម្រួលគឺ x ដក1អញ្ចឹងយើងចែកនឹង1នៅភាគយក x ស្វ័យគុណ6មេគុណរបស់វា1 x ស្វ័យគុណ5មេគុណរបស់វា1 x ស្វ័យគុណ4អត់មាន0 x ស្វ័យគុណ3ដក1 x ការ៉េអត់មាន x អត់មានហើយចុងក្រោយដក1តម្លាក់ចុះមកអានេះបាន1គុណមកបាន1 1 6បាន2 1 2ដង2បាន2 1 2ដង2ស៊ីសងមកបាន1 1ម្ដង1បាន1 1ម្ដង1បាន1 1ម្ដង1កទីក្រោយស៊ីសងគ្នាឃើញ0ត្រឹមត្រូវចឹងតែចាំមុនដែលយើងចែកមិញគឺ x ស្វ័យគុណ6ពេលដែលចែកហើយគឺចុះមើល degree នៅសល់ x ស្វ័យគុណ5បូកអានេះលេខ2អញ្ចឹង 2x ស្វ័យគុណ4នេះលេខ2អញ្ចឹងបាន 2x ស្វ័យគុណ3អញ្ចឹងអានេះ x ការ៉េអានេះ x កទីក្រោយនេះ1អូខេចឹងគ្រូទាញបាន x ដក1ជាកតាណាព្រោះយើងចែកស៊ីនេតិកមិញគឺដើម្បីទាញបាន x ដក1ជាកតាហើយកតានៅខាងក្រោយគឺយើងចែកឃើញមិញដាក់មកវិញមក x ស្វ័យគុណ5បូក 2x ស្វ័យគុណ4បូក 2x គីបបូក x ការ៉េបូក x បូក1ហើយពាក្យបែងក៏យើងចែកដូចគ្នាដែរ 2x ការ៉េបូក 2x បូក x ការ៉េបូក x បូក1អូខេខ្ញុំខ្លាចខុសទៀងសិនពាក្យបែងយើងចែកនឹង1ដូចគ្នាស្រង់មេគុណរបស់ x ការ៉េគឺដក2មេគុណរបស់ x គឺលេខ1បន្តមកទៀតគឺលេខ1ដក2នេះទម្លាក់ចុះគុណមកបានដក2ស៊ីសងទៅឃើញដក1គុណទៅបានដក1ស៊ីសងមកឃើញ0អញ្ចឹងកន្លែងនេះគឺដក 2x ហើយដក1កតាដែលយើងទាញបានគឺ x ដក1ហើយនៅសល់ដក 2x ហើយដក1បាទសម្រួលកតាដូចគ្នាចោលឆាច់
បាទស្រួលកតាដូចនេះចោលឆាច់មកនៅសល់ limit x ខិតជិត1បាទ x ស្វ័យគុណ5បូក 2x ស្វ័យគុណ4បូក 2x ស្វ័យគុណ3បូក x ការ៉េបូក x បូក1លើដក 2x បូក1ដក1សំទោសតោះជួសលេខមកនេះយើងនេះស្រួលគិតទេ1ស្វ័យគុណ5 1អានោះបាន2 2 1បូក1បូក1នៅភាគបែងបានដក2ដក1មកជួយគិតគ្រូទីមកឃើញបានឡូជួយគិតលេខបាទ Đọ 8 លើ 3 ដក8លើ3ហ៎បាទដក8លើ3ចែកអត់បានຕົកប៉ុណ្ណឹងស្រួលអត់បានຕົកប៉ុណ្ណឹងដូចនេះ L5 ស្មើដក8លើ3រួចវិរៈវីនឹងមួយណាទេនឹងឈ្មោះហៅត្រូវអត់ទេ Vì thế được không? វិរៈណាឃើញដាក់រៈវីតនេះចឹងឡៃហ្នឹង Toàn Ferrari không? Ferrari មិនហ្វា Ferrari នឹងឈ្មោះអី បាទ អូខេស្ដាប់អត់បានទេគឹមឈួងអូខេ ចាលោកគ្រូ អត់មានអារម្មណ៍ថាគ្រូនិយាយភាសាផ្សេងទេ ហើយលោកគ្រូ ទីគូដល់ពេលលើគឹមឈួងនិយាយចឹងខ្ញុំឆ្ងល់ចុះមិនចឹងខ្ញុំនិយាយភាសាផ្សេងមិនទេ មិនសល់វិញមកដល់លោកគ្រូនិយាយពីអីហើយ ដល់ពេលចឹងគ្រូអង្គុយឆ្ងល់ចុះផ្សេងគេនិយាយភាសាផ្សេងហ្នឹងគ្រូកូនសិស្សស្ដាប់អត់បានទេមិនដល់ពេលការពិតទៅមកវាស្ដាប់ពាក្យមិនអត់ដែលស្គាល់សោះហ្នឹងណា ហ្នឹងហើយ តោះឥឡូវនៅសល់ពេល5នាទីពូមិញគ្រូយើង10នាទីប៉ុន្តែអធិស្ឋានផងមិនបានថែមឲ្យលើសវិញទេខ្ញុំមានលំហាត់ឲ្យនេះយើងធ្វើតោះ practice អនុវត្តឬក៏ប្រតិបត្តិសូមតម្លាក់ចូល group ណាអត់ឃើញមានណាគេធ្វើសោះចាំដោយសារប្រតិបត្តិនេះគឺជា practice ចឹងសូមដាក់អក្សរ P ចុះ P1 limit x ខាត់ចិត្តដក2 x ការ៉េដក x ដក6លើកជាការ៉េលើក x បូក2លើកជាការ៉េគេយើងខឹងទេណាពេលព្រានញោមមានលើកជាការ៉េដល់ពេលដាក់ផ្លាកខ្ញុំធ្វើមានជាការ៉េ P2 limit x ខាត់ចិត្ត0 x ការ៉េបូក 2x លើ x ការ៉េបូក x P3 limit x ខាត់ចិត្ត2ទៀតហើយ x គិតដក8នេះការពិតបរៀនមិញហើយ x ការ៉េដក 2x 4លំហាត់បានហើយ
x ខិតជិត1 x ការ៉េដក1 x ការ៉េដក 2x បូក1មកប៉ុណ្ណឹងកាត់ហើយនៅ ហើយលោកគ្រូ ហើយណាហើយទាំងអស់គ្នា ហើយ អូខេអឺសន្យាជាមួយខ្ញុំថាតម្លាក់ចម្លើយចូលក្នុងក្រុមសន្យា បាទ ខ្ញុំមិនឃើញពីម្សិលមិញនិយាយថាឲ្យទៅធ្វើលំហាត់មកអត់ឃើញធ្វើរ៉ានិតលឺទេបាទនាមរ៉ានិត លឺលោកគ្រូប៉ុន្តែកុំតែខ្ញុំចូលលោតចេញលោកគ្រូអត់ដឹងមិនដែរហើយមកពី slow លោកគ្រូ អូខេហ្នឹងហើយឥឡូវកុំភ្លេចធ្វើលំហាត់ណាតម្លាក់ចូលក្រុមមក បាទលោកគ្រូបាទ ហ្នឹងហើយអរគុណច្រើនសុខសប្បាយជួបគ្នានៅថ្ងៃស្អែក និយាយលោក បាទជំរាបលា